បាទសូមគោរពជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាហើយថ្ងៃនេះគឺពុកម៉ែបងប្អូនទាំងអស់គ្នាគឺជួបជាមួយខ្ញុំបាទជាបន្តទៀតហើយពុកម៉ែបងប្អូនដែលខ្ញុំគឺនិយាយអំពីចំនួនព្រំដែនរវាងប្រទេសកម្ពុជានិងប្រទេសថៃប៉ុន្តែចំនួនព្រំដែនរបស់យើងក៏បានបញ្ចប់ទៅហើយប៉ុន្តែគឺថៃគឺនៅតែមានចិត្តគំនិតមួយគឺចង់ធ្វើសង្គ្រាមជាមួយយើងម្ដងទៀតផងដែរដែលថ្ងៃនេះគឺខ្ញុំលើកឡើងអំពីរដ្ឋមន្ត្រីក្រសួងការពីជាតិថៃបានចុះផ្សាយបាននិយាយចុះផ្សាយនៅក្នុងសារព័ត៌មានថៃមួយនៅក្នុងគេហទំព័រ Facebook Page មួយដែលមានឈ្មោះថា Thai News ផងដែរដែលគេបានចុះផ្សាយថាឥឡូវនេះសូមពុកម៉ែបងប្អូនមកស្ដាប់ជាមួយនឹងការនិយាយរបស់រដ្ឋមន្ត្រីក្រសួងការពីជាតិថៃគឺលោកណត្តភុន ណភនិកបាននិយាយផងដែររដ្ឋមន្ត្រីក្រសួងការពីជាតិថៃបានចុះទៅដល់ទីកន្លែងត្រួតពិនិត្យកងទ័ពជើងអាកាសរបស់ថៃដើម្បីត្រៀមធ្វើចម្បាំងជាមួយកម្ពុជាជាលើកទី3បើសិនជាកើតរឿងនេះកើតមានផងដែរបើសិនជាមានរឿងនេះកើតមានគឺប្រហែលជាមានរយៈពេលវែងពុកម៉ែបងប្អូននេះគឺជាការលើកឡើងរបស់គេផងដែរហើយគេបន្តទៀតថាដោយរដ្ឋមន្ត្រីក្រសួងការពីជាតិថៃបានលើកឡើងថាឲ្យកងទ័ពជើងអាកាសថៃត្រៀម24ម៉ោងដើម្បីស្ដាប់បទបញ្ជាផងដែរហើយគេបន្តទៀតថាបើសិនបើកម្ពុជាយើងបំពេញកិច្ចព្រមព្រៀងបទឈប់បាញ់គឺគេនឹងឲ្យកងទ័ពជើងអាកាសកំទេចតែម្ដងនេះគឺការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងការពារជាតិថៃពុកម៉ែបងប្អូនគេបន្តទៀតថាគេថាព្រោះនាពេលនេះគឺពួកគេបានបង្ហាញខ្លួនគ្រប់បែបប្រភេទថ្មីអាចវាយប្រហារចម្ងាយ7គីឡូម៉ែត្របានផងដែរហើយគេថាវាគឺជារឿងមិនធម្មតាពិតមែនសម្រាប់គ្រប់បែបប្រភេទថ្មីនេះផងដែរគេបន្តថារដ្ឋមន្ត្រីក្រសួងការពារជាតិថៃបានលើកឡើងជាបន្តទៀតថាបើមានការទម្លាក់គ្រប់បែបលើផ្ទះសម្ដេចពិតមែនគឺគាត់ជាអ្នកទម្លាក់ខ្លួនឯងហើយបើកបរយន្តហោះចម្បាំងនឹងទៅទម្លាក់ខ្លួនឯងផងដែរបាទពុកម៉ែបងប្អូននេះគឺជាគម្រោងការរបស់ថៃដែលគេបានលើកឡើងនៅក្នុងសារព័ត៌មាននេះផងដែរគឺរបស់រដ្ឋមន្ត្រីក្រសួងការពារជាតិថៃផងដែរគេបន្តទៀតថានេះគឺជាការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងការពារថៃគោលដៅសំខាន់របស់ពួកគេនឹងគឺចង់វាយដណ្ដើមយកខេត្តបាត់ដំបងកោះកុងនិងប្រាសាទព្រះវិហារនឹងឲ្យពុកម៉ែបងប្អូននេះគឺជាគោលដៅរបស់គេបើសិនជាមានសង្គ្រាមជាមួយកម្ពុជារបស់យើងជាលើកទី3គឺគេចង់គោលដៅរបស់គេគឺដូចខ្ញុំបានជម្រាបខាងលើនឹងឯងគឺគេចង់វាយដណ្ដើមយកខេត្តបាត់ដំបងកោះកុងជាមួយនឹងប្រាសាទព្រះវិហារផងដែរគេថាបើមានសង្គ្រាមជាលើកទី3ពិតមែននោះបើសិនជាមានសង្គ្រាមជាលើកទី3ពិតមែននោះគឺពួកគេរំលាយរបបដឹកនាំរបស់សម្ដេចតេជោតែម្ដងហើយនឹងការវាយដណ្ដើមយកទឹកដីផងដែរដើម្បីឲ្យប្រជាជនកម្ពុជាទទួលបានការជ្រើសរើសមេដឹកនាំដោយខ្លួនឯងហើយអាចរកអ្នកដែលមានចំណេះដឹងនិងមានសមត្ថភាពមកចរចាជាមួយថៃផងដែរពុកម៉ែបងប្អូននេះចំណុចនេះគឺគេចង់វាតម្លៃថាកម្ពុជារបស់យើងគឺរដ្ឋាភិបាលកម្ពុជារបស់យើងឬក៏ថ្នាក់ដឹកនាំរបស់យើងនឹងគឺមិនល្អហើយក៏គ្មានចំណេះដឹងសម្រាប់ចរចាជាមួយថៃនេះគឺជាការលាបពណ៌និងបង្កាច់បង្ខូចរបស់ថៃផងដែរហើយគេបន្តទៀតថាគឺនឹងមានសមត្ថភាពមកចរចាជាមួយថៃដើម្បីឲ្យនិយាយគ្នាដឹងរឿងបានឆាប់រហ័សផងដែរគេបន្តទៀតថាពួកគេមិនបានមកចង់ចេះដឹងរឿងផ្ទៃក្នុងរបស់កម្ពុជាទេប៉ុន្តែគឺសម្ដេចតេជោកម្ពុជាយើងទេមកចង់ចេះដឹងរឿងរបស់ថៃមុននេះគឺគេបានចោទប្រកាន់មកយើងពុកម៉ែបងប្អូនគេថាថៃគឺមិនបានចង់ចេះដឹងរឿងផ្ទៃក្នុងរបស់កម្ពុជាទេប៉ុន្តែកម្ពុជាទេគឺជាអ្នកចង់ចេះដឹងរឿងផ្ទៃក្នុងរបស់ប្រទេសថៃគេបន្តទៀតថាពួកគេនឹងវាយប្រហារឲ្យរបបសម្ដេចតេជោរលាយផងដែរហើយយកទឹកដីថៃត្រឡប់មកវិញផងដែរនេះគឺជាការអះអាងរបស់គេពុកម៉ែបងប្អូនគេថាយន្តហោះចម្បាំងត្រៀមរួចជាស្រេចអ្នកវាយប្រហារក៏ត្រៀមរួចរាល់ហើយដ្រូនទម្លាក់គ្រប់បែបវាយប្រហារក៏ត្រៀមរួចរាល់ហើយផងដែរគេបន្តទៀតថាទាហានកម្ពុជារូបណាដែលមិនចង់ស្លាប់ក៏ត្រឡប់ទៅប្រទេសវិញទៅគេថាទាហានដែលស្ថិតក្រោមអំណាចរបស់សម្ដេចតេជោនិងទាហានដែលការពារអំណាចរបស់សម្ដេចតេជោគឺត្រូវស្លាប់តែម្ដងហើយគ្មានការលើកលែងនោះទេ
នឹងឲ្យពុកម៉ែបងប្អូននេះគឺជាការលើកឡើងរបស់គេផងដែរដូចខ្ញុំបានជម្រាបខាងលើផងដែរគេនិយាយបន្តទៅថានេះគឺជាការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងការពារជាតិថៃព្រោះថានេះគឺជាទំហំការស្អប់សម្ដេចតេជោរបស់គាត់នឹងមានន័យថារបស់រដ្ឋមន្ត្រីក្រសួងការពារជាតិថៃគឺលោកណត្តភុន ណភិនិចផងដែរដែលស្អប់សម្ដេចតេជោដែលបានបង្កឲ្យកើតមានសង្គ្រាមធ្វើឲ្យទាហានថៃនឹងស្លាប់ប្រហែល20នាក់ផងដែរគេថាចំពោះទាហានកម្ពុជាយើងគឺស្លាប់ប្រហែល1000នាក់បើប្រៀបធៀបជាមួយទាហានថៃគឺមិនបានសំបីតែបន្តិចទាហានថៃទេកន្លែងនេះប្រហែលជាគេចង់និយាយថារឿងយើងធ្វើចម្បាំងឬក៏ប្រៀបធៀបរឿងការសំយុទ្ធគ្នាថាគេចង់មានន័យថាប្រហែលជាគេខ្លាំងយើងខ្សោយអញ្ចឹងពុកម៉ែបងប្អូនចង់និយាយថាទាហានគេស្លាប់តិចទាហានខ្មែរយើងស្លាប់ច្រើនអានេះគឺប្រហែលជាគេគិតថារឿងការធ្វើចម្បាំងការភាពខ្លាំងរបស់កងទ័ពនឹងឯងពុកម៉ែបងប្អូននេះគឺគេបាននិយាយអស់ហើយពុកម៉ែបងប្អូនដូចខ្ញុំបានជម្រាបមិញនឹងឯងនេះគឺជាការចុះផ្សាយរបស់សារព័ត៌មាន Thai News ផងដែរដែលគេបានចុះផ្សាយកាលពីព្រឹកមិញផងដែរដែលខ្ញុំបានយកមកបកប្រែហើយនឹងលំអិតជូនពុកម៉ែបងប្អូនប្រជាជនកម្ពុជារបស់យើងនឹងឲ្យបានដឹងផងដែរឲ្យបានដឹងទាំងអស់គ្នាផងដែរពុកម៉ែបងប្អូនថាថៃគឺគេមានគម្រោងការបែបនេះសម្រាប់កម្ពុជារបស់យើងដូច្នេះហើយយើងក៏ត្រូវតែមានការត្រៀមខ្លួនផងដែរពុកម៉ែបងប្អូនព្រោះថាការពារគឺប្រសើរជាងព្យាបាលផងដែរពុកម៉ែបងប្អូនបាទពុកម៉ែបងប្អូនហើយវីដេអូរបស់ខ្ញុំក៏បានដល់ទីបញ្ចប់ហើយបើសិនជាមានវីដេអូនិងការចុះផ្សាយរបស់ថៃថ្មីខ្ញុំនឹងធ្វើជូនដើម្បីឲ្យពុកម៉ែបានដឹងជាបន្តបន្ទាប់ផងដែរហើយគណៈពេលនេះខ្ញុំបាទសូមអរគុណសូមគោរពលាបើសិនជាពុកម៉ែបងប្អូនស្រឡាញ់នៅវីដេអូរបស់ខ្ញុំសូមពុកម៉ែបងប្អូនជួយ follow page របស់ខ្ញុំមួយដើម្បីទទួលបានវីដេអូថ្មីហើយនឹងជួយ subscribe channel YouTube របស់ខ្ញុំមួយដើម្បីទទួលបានវីដេអូថ្មីជាបន្តទៀតផងដែរហើយគណៈពេលនេះខ្ញុំបាទសូមអរគុណសូមគោរពលាបាយបាយ